វាធ្វើឲ្យនាងមានអារម្មណ៍ថាស្ងប់សុខហើយនាងប្រាថ្នាចង់ផឹកកាហ្វេរបស់តាឈិននៅទីនេះជារៀងរហូតអញ្ចឹងកាហ្វេ brand ឈប់លក់ដាច់ម៉ូយសុជីតាមួយព្រោះសុជីតាងប់នឹងកាហ្វេរបស់តាឈិនយប់នោះវិសុទ្ធបានយកសៀវភៅនោះទៅដាក់នៅចុងតុខាងក្រោយរួមជាមួយនឹងកាហ្វេតកមួយកែវផងគាត់ក៏អង្គុយនៅតុចិត្តនោះរួចក៏និយាយតិចថាសុជីតាខ្ញុំបានឃើញសៀវភៅរបស់អ្នកហើយខ្ញុំសង្ឃឹមថាអ្នកនឹងសប្បាយចិត្តណាពេលគាត់និយាយចប់គាត់ក៏មានអារម្មណ៍ថាមានខ្យល់ត្រជាក់បក់មកប៉ះមុខរបស់គាត់ស្រាលហើយក្លិនកាហ្វេដ៏ឈ្ងុយឈ្ងប់ក៏អណ្ដែតមកតាមវីឌីអូផងដែរមកប៉ះច្រមុះរបស់គាត់ងាកទៅមើលចុងតុហើយហាក់ដូចជាឃើញស្រមោលសុជីតាអង្គុយនៅទីនោះកាន់តែច្បាស់ទៅគាត់ក៏បានឃើញស្នាមញញឹមដ៏ស្រទន់នៅលើផ្ទៃមុខចាប់តាំងពីពេលនោះមកស្រមោលសុជីតាកាន់តែលេចមុខចេញមកតិចទៅដោយសារតែនាងស្ងប់សុខជាមួយនឹងអ្វីដែលបានរកឃើញឲ្យនាងនោះគឺជាសភៅកំណត់ត្រាប្រចាំថ្ងៃរបស់នាងបាទអញ្ចឹងនាងមកអង្គុយនៅតុហ្នឹងគឺនាងបាត់សភៅដល់ពេលបាត់សភៅអញ្ចឹងរត់ឃើញចេះតែមកនៅអង្គុយហ្នឹងទៅក្រៃលោបមានពីណាជាភ្ញៀវអីគាត់យកទៅគាត់ច្រឡំដៃយកមកអញ្ចឹងណាគាត់ឃើញបាទបើគាត់ឃើញគាត់លងបណ្ដោយបាទអញ្ចឹងរឿងរ៉ាវរបស់សុជីតាដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាមួយរបស់តាឈិននៅតុកាហ្វេមួយកន្លែងនៅក្នុងហាងកាហ្វេនោះត្រូវបានបញ្ចប់ទៅហើយសង្ឃឹមថាអ្នកទាំងអស់គ្នាបានស្ដាប់សម្លេងដ៏ក្រអួនក្រអៅចេញពីក្រអូបមាត់ដ៏ក្រអូបរបស់ admin បាទសំណើចរន្ធត់តែម្ដងដូច្នេះសូមកុំភ្លេចជួយចុច subscribe ចុចរូបកណ្ដឹងម្នាក់មួយដើម្បីឲ្យ admin នេះមានលុយទិញថ្នាំបណ្ដុះសក់បន្ថែមផងបើមិនអញ្ចឹងទេជ្រុះសក់អស់ហើយនៅពេលនេះសំណើចរន្ធត់សូមជម្រាបសួរ